កាន់តែចាស់កាន់តែខ្លាំងបងប្អូនណាដោយពាក្យគេនិយាយថាកាន់ខ្ញីកាន់តែចាស់កាន់តែហឹរយ៉ាងបងប្អូននេះដូចបងប្អូនយើងនិយាយមែននេះកន្លែងហាងគាត់ខ្ញុំមកមើលនៅខាងប្រទេសចិនបងប្អូនណាហើយមើលកន្លែងលក់កន្លែងគាត់នេះគាត់លក់ចូល50ឆ្នាំជាងហើយកុងគាត់លក់ប្រហែលជាតាំងពីអាយុ20ចឹងទៅគាត់ឥឡូវអាយុ70ជាងបងប្អូនប៉ុន្តែនៅអែមមែនតើអញ្ចឹងមិនថាខ្ញីកាន់តែចាស់កាន់តែហឹរបងប្អូនមកមើលទាំងអស់គ្នារបៀបគាត់លក់មីឆាឡតឆាហើយគាត់ប្រើគ្រឿងទេសរបស់គាត់គឺអែមមែនតើបងប្អូនចាំមើលវីដេអូនេះដល់ចប់ទាំងអស់គ្នាទៅថាតំណងប៉ុន្មានអញ្ចឹងជំហានទី1គឺគាត់នេះគាត់ដុតភ្លើងឲ្យធ្វើមិនឲ្យមានកម្ដៅក្តៅខ្លាំងហើយបានល្មមសមនឹងឲ្យអាចនឹងគាត់អាចនឹងធ្វើគ្រឿងផ្សំរបស់គាត់បងប្អូនណានេះគាត់ចាប់ផ្ដើមដាក់លេងខ្ទះលេងអីនេះខ្លាញ់ជ្រូកបងប្អូនណាគាត់អត់ប្រើប្រេងឆាអត់ប្រើអីទេគឺគាត់ប្រើខ្លាញ់ជ្រូកយកទៅឆាមីឆាលតឆាអីហ្នឹងបងប្អូនណាអញ្ចឹងយើងមើលទាំងអស់គ្នារបៀបគាត់ធ្វើគឺតំណងមែនតើអ្នកបងប្អូនអត់ប្រើប្រេងឆានៅខាងក្នុងទីផ្សារទេគឺប្រើខ្លាញ់ជ្រូកផ្ទាល់មែនតើទី1គឺគាត់ចម្រាញ់យកប្រេងយកខ្លាញ់ជ្រូកហ្នឹងឲ្យលក្ខណៈថាឲ្យឡើងក្រហមឲ្យមានហើយអាចំណុះខ្លាញ់ហ្នឹងក៏អត់ចោលដែរបងប្អូនណាគឺយកទៅឆាជាមួយលតឆាមីឆាហ្នឹងគឺឆ្ងាញ់មែនតើអញ្ចឹងបងប្អូនតាមដានទាំងអស់គ្នាថាចាំមើលគាត់របៀបគាត់ឆាគាត់អីហ្នឹងគឺដាក់គ្រឿងមិនរបៀបមិនអញ្ចឹងបងប្អូនអាចតាមដានវីដេអូនេះមើលទាំងអស់គ្នាគឺមួយយ៉ាងមិនមួយយ៉ាងបងប្អូនព្រោះគាត់អីអត់ប្រើអីលក្ខណៈថាប្រេងឆាតាមទីផ្សារអញ្ចឹងវាអត់សូវនេះតែអត់សូវខ្វល់ថាប្រេងមកពីណាអីចឹងណានេះលក្ខណៈថាប្រើរបស់ធម្មជាតិហ្មងអញ្ចឹងគឺដឹងថារសជាតិអែមមែនតើបងប្អូនមើលទាំងអស់គ្នាចាំដល់កន្លែងញ៉ាំឲ្យបងប្អូនមើលថាអីតំណងប៉ុន្មានអញ្ចឹងហើយគ្រឿងដឹងឲ្យចូលសពសាច់ស្អាតបងប្អូននេះគាត់ចាប់ដើមបំពងឡើងចឹងហើយឲ្យវាក្រហមចឹងនឹងទៀតបានគាត់ចាប់ដើមចាក់ដាក់ធុងហើយអាចនឹងគាត់យកទៅលាយគ្រឿងផ្សេងអីចឹងទៅហើយខ្លាញ់ហ្នឹងគឺយកចាប់ដើមយកទៅឆាលតឆាមីឆាហ្នឹងបងប្អូនឥឡូវចិត្តឆ្អិនហើយយើងមើលទាំងអស់គ្នារបៀបគាត់ធ្វើជាមួយតង់ចឹងណាបងប្អូនមើលវីដេអូនេះដល់ចប់បានដឹងថារបៀបគាត់ធ្វើតំណងប៉ុន្មានអ្នកចាប់ដើមឆ្អិនក្រហមប៉ុណ្ណឹងហើយគាត់ចាក់ដាក់ធុងដាក់ឆ្នាំងបងប្អូនលក្ខណៈថាឆ្នាំងហើយគាត់ចាប់ផ្ដើមដួសឲ្យចំណុះខ្លាញ់ហ្នឹងយកទៅដាក់មកខាងមកឆ្នាំងអញ្ចឹងទៅហើយគាត់ចាប់ផ្ដើមឲ្យលាយគ្រឿងទេសរបស់គាត់ចូលនេះគាត់ដាក់ឲ្យចូលក្នុងមកខ្ទះអញ្ចឹងហើយគាត់យកទៅដាក់នេះកន្លែងគ្រឿងគាត់អាហ្នឹងសិតថាខ្លាញ់ជ្រូកដែរបំពងហ្នឹងបងប្អូនយកមកប្រើនេះគឺតំណងមែនតើបងប្អូនហើយមើលទៅវាអត់តលាន់ដែរព្រោះអីវាអត់ប្រើប្រេងឆាដូចដែលយើងនេះតែគ្រឿងទេសគាត់សម្រាប់អីឆាអីមីឆាអីលតឆាអីហ្នឹងបងប្អូនមើលតំណងមែនតើនេះបន្លែនេះអីហើយនៅខាងស្រុកចិនបងប្អូនហ្នឹងហើយគាត់ធ្វើចឹងលក្ខណៈថាគឺដាក់ជាកតោចឹងហើយគឺចាប់ដាក់ស្មានយកមកពេញមួយកតោហ្នឹងហើយចាប់ដើមដាក់ចូលឆាយកហ្មងនេះចាប់ដើមហើយណាបងប្អូនហើយមកភ្លើងវិញអូឆេះល្អបងប្អូនខ្ជុងអានេះគាត់ប្រើខ្ជុងនេះគាត់ចាប់ដើមដួសឲ្យខ្លាញ់ទៅឆាដាក់មិញហើយដាក់គ្រឿងទេសចូលទៅបងប្អូនដាក់បានតិចមុំតិចទៅនេះគាត់ចាប់ដាក់ឲ្យសាច់ដែលគាត់ចាប់ដាក់មិញមានមឹកមានគីអញ្ចឹងណាបងប្អូនអានេះដូចជាប្រេងខ្យងអីចឹងដាក់ឲ្យវាមានរសជាតិកាន់ឆ្ងាញ់អញ្ចឹងនេះតំណងមែនតើបងប្អូនសូម្បីតែខ្ញុំបយសលេងបដាខ្ញុំលេបទឹកមកបដាណាចឹងបងប្អូនណាមើលដល់នាទីនេះបងប្អូនជួយ Subscribe Channel ខ្ញុំម្នាក់មួយផងបងប្អូនណាអរគុណច្រើនយើងតាមដានវីដេអូនឹងទាំងអស់គ្នាមើលទៅរបៀបកុងគាត់ឆាមីឆាលតឆាគឺតំណងអញ្ចឹងចាំមកញ៉ាំទាំងអស់គ្នាមួយខ្ញុំចិត្តឆ្អិនហ្នឹងបងប្អូនអត់យូរទេចាំរយៈពេលថា 4-5 នាទីទៀតគឺឆ្អិនបានញ៉ាំហើយមានពីរមុខមកប្រភេទទៀតនៅកន្លែងគាត់ហ្នឹងដែរបើតែនោះបងស្រីខាងអាវហមនោះចាំមើលខ្ញុំចុងវីដេអូនឹងមានในប្រភេទជាលក្ខណៈធ្វើជាស៊ុបអញ្ចឹងមើលទៅតំណងមែនតើហើយយើងបូករួមជាមួយមីឆាលតឆាហ្នឹងទៅញ៉ាំទៅមានកម្លាំងបងប្អូននេះអូនេះមួយចានគាត់ឆាហ្នឹងហើយអូទឹកដៃគាត់អែមបងប្អូនណាទឹកដៃអែមមែនតើហ្មងគឺថាបត់ផ្សោតឲ្យ50ឆ្នាំហើយគឺថាមិនធម្មតាបងប្អូនណាកុំក៏អាយុ70ឆ្នាំជាងហើយអញ្ចឹងតាំងពីអាយុ20ឆ្នាំគាត់ចាប់ផ្ដើមមុខរបរនេះបងប្អូនហើយលក់ដាច់មែនតើបងប្អូនកន្លែងគាត់នេះគ
គឺម៉ូយមួយចាំហ្មងព្រោះអីធម្មតាតែយើងលក់ដូរឲ្យតែឆ្ងាញ់ឲ្យតែគេញ៉ាំទៅត្រូវចិត្តដឹងតែមិនខ្វះទេម៉ូយបងប្អូនគឺគេកំងគេមកញ៉ាំជួយ support ចឹងឲ្យបងប្អូនព្យាយាមតែគាត់លក់ដូរគឺព្យាយាមលើទី1 service ទី2ការរៀបចំហើយនឹងឯរសជាតិសំខាន់គឺរសជាតិលេខ1បងប្អូនណាឲ្យតែញ៉ាំទៅតាក់ចិត្តគឺដឹងតែអូអត់ទាំងខ្ញុំទាំងគេគឺអត់ចោលទេបងប្អូនគឺឲ្យតែនឹកឃើញគឺឃ្លានគឺចង់ទៅញ៉ាំហ្មងចឹងកន្លែងណាក៏ដោយលក់អីក៏ដោយឲ្យតែព្យាយាមធ្វើម៉េចធ្វើតម្រូវចិត្តភ្ញៀវបងប្អូនគឺល្អមែនតើសម្រាប់បងប្អូនអ្នកគាត់រកស៊ីខ្ញុំrecommend ឲ្យបងប្អូនអាចព្យាយាមផ្ដោតលើតែ3ចំណុចហ្នឹងបងប្អូនណាទី1គឺរសជាតិទី2គឺសេវាកម្មហើយនឹងទំនុកចិត្តយើងធ្វើមិនឲ្យអតិថិជនរបស់យើងចូលចិត្តនឹងរសជាតិរបស់យើងនឹងស្រឡាញ់កន្លែងយើងអញ្ចឹងបងប្អូនលក់អត់ខ្លាចឲ្យដួលលំនៅថ្ងៃក្រោយពួកអីពួកគាត់ចាំជួយ support អញ្ចឹងឲ្យតែយើងមានម៉ូយបងប្អូនគឺយើងលក់អីក៏ដោយគឺអាចនឹងឈរជើងបានយូរដោយកន្លែងកុងនេះចឹងគាត់លក់មិនតិចឆ្នាំបងប្អូនចូលលក្ខណៈថាកន្លះជីវិតហើយទាំងយើងនឹងគេវា50ឆ្នាំជាងវាអាចនឹងកន្លះជីវិតដែរបងប្អូនចូលកន្លះជីវិតជាងហើយគាត់របៀបគាត់ធ្វើវិញទៅណងមែនតើបងប្អូនណានេះហើយគេដាក់ធ្លាប់ស្លឹកឈូកស្លឹកចេកហ្នឹងបងប្អូនណាតំណងឈ្ងុយមីឆាលតឆានេះអូតំណងមែនតើឈ្ងុយមានរុគាមានអីមឹកមានចំណោះជ្រូកអីហ្នឹងបងប្អូនធ្វើតំណងមែនតើនិយាយវាថាឈរចិត្តអីគឺឈ្ងុយបងប្អូនណាចំោះយើងហាត់ទៅឈ្ងុយមែនតើនោះបើចាំថាដល់ញ៉ាំមិនគាត់ទៅឈរមើលឈរហាត់ហ្នឹងក៏លេបទឹកមាត់ហើយបាត់ហើយបងប្អូនអើយវាតំណងពេកដល់ពេលអញ្ចឹងទៅយើងកំងដាក់ញ៉ាំបាយបងប្អូនចឹងបងប្អូនណាដែលគាត់រកស៊ីគឺគាត់ដឹងយល់អារម្មណ៍ថាយើងត្រូវធ្វើម៉េចហើយរបៀបតាក់ចិត្តភ្ញៀវតាក់ចិត្តមកយើងឲ្យមកចូលកន្លែងយើងឲ្យបានញឹកញាប់ចឹងណាបងប្អូនឥឡូវគាត់ឆាមួយចានទៀតបងប្អូនគាត់ចាប់ដើមឆាវាទឹកដៃវិញអត់ខ្លាចក្តៅអត់ខ្លាចអីកពុបអីបងប្អូនលក្ខណៈថាស្ទាត់ហើយមើលគាត់កន្លែងខ្ទះឲ្យមើលអូយតំណងមែនតើកន្លែងខ្ទះបុបលក្ខណៈថាស្ទាត់បើយើងអត់ចេះបងប្អូនកន្លែងនេះកពុបអស់ហើយនៅក្នុងខ្ទះទាំងលែងមានសល់ក្នុងខ្ទះបាត់ហើយនេះចាំមើលបងប្អូនចាក់ក្រឡែងដូចលក្ខណៈថាជំនាញរបស់គាត់ហើយបងប្អូនវាលក្ខណៈថាហើយកាន់តែខ្ទះហ្នឹងកន្លែងក្តៅទៀតលែងមានកណាត់ធប់កណាត់អីគឺលក្ខណៈថាកាន់ដៃផ្ទាល់បដ ாய் លក្ខណៈថាសូមមែនតើនេះបងប្អូនមើលដៃគាត់កាន់មកឥឡូវគាត់វិញក្តៅដែរបានមានកណាត់ធប់ប្រមូលផ្លែអីគាត់អត់ប្រើកណាត់ទេចាប់ហ៊ុនយកបដ ாய் លែងក្តៅលែងអីហើយចាំមើលគាត់លាក់នេះអូហុយពងក្លិននេះក្លិនជះពីចម្ងាយបងប្អូនហាត់ទាំងអស់គ្នាបងប្អូនហាត់ក្លិនក៏ឆ្ងាញ់ដែរមើលម្លូតឆាគាត់តំណងមែនតើបងប្អូនពុះខុលដូចលក្ខណៈថាដូចស៊ុបស៊ីឈាន់ណាហើយគ្រឿងនេះដូចស៊ីឈាន់បងប្អូនមើលគាត់កលាស់អែមែនតើនិយាយបដៅលេទាំងបងបដៅបងប្អូនណាមិនដឹងថាបងប្អូនណាដូចខ្ញុំអត់ទេខ្ញុំទៅចូលសលេងបដៅហើយលេទាំងមកបដៅនេះមើលតំណងពេកហើយឈ្ងុយទៀតបងប្អូនហើយមើលទៅនេះចាប់ដើមគាត់ឆាដាច់ទឹកតិចហើយមិញហ្នឹងយើងដាក់ទឹកស៊ុបចូលឲ្យវាចូលជាតិភាគច្រើនគេអត់ប្រើខ្លាញ់ច្រើនទេប្រើទឹកស៊ុបអានេះគាត់ចាប់ដើមដាក់ហើយខ្លាញ់ជ្រូកដែរបំពងមិញហ្នឹងបងប្អូនហើយបើខាងស្រុកចិនគាត់ចូលចិត្តខ្លាញ់បន្តិចឯងបងប្អូនវារៀងខាងនៅខាងហ្នឹងហើយតិចអញ្ចឹងទៅយើងប្រើខ្លាញ់ច្រើនតិចអត់ដូចនៅខ្មែរអញ្ចឹងទេខ្មែរយើងអាចតលន់ប្រើខ្លាញ់ច្រើនប៉ុន្តែនៅនោះអត់អីទេព្រោះក្តៅតិចខ្លាំងអញ្ចឹងទៅត្រូវការញ៉ាំខ្លាញ់ច្រើនឲ្យវាលាយក្នុងខ្លួនយើងក្តៅជាតិកម្ដៅខ្លាំងនេះបងប្អូនកន្លែងស៊ុបគេបងប្អូនណានេះកន្លែងគាត់ហ្នឹងមកចំហៀងអ្នកគាត់លក់ស៊ុបហ្នឹងគាត់ធ្វើលក្ខណៈថាអត់អីវែងឆ្ងាយទេប៉ុន្តែមើលទៅសាមញ្ញប៉ុន្តែរសជាតិវិញបងប្អូនណាអូហត់ទៅមានកម្លាំងមែនតើនេះទឹកស៊ុបគាត់ហើយគាត់ដាក់បន្លែតិចតួចទៅហើយចាប់ផ្ដើមដាក់សាច់បន្តិចទៅហើយចាប់ដើមកូរច្រវល់បន្តិចទៅឲ្យវាចូលជាតិបន្តិចទៅហើយយើងគ្របមកវាប្រហែលជាមិនដល់1នាទីស្រួលបងប្អូនគ្របឲ្យវាពុះទៀតទៅហើយយើងកូរកលែងទៅឲ្យវាចូលជាតិសាច់ចូលជាតិបន្លែដែលយើងដាក់មិញហ្នឹងហើយចាំមើលយើងចាប់ដើមចាក់ឲ្យគ្រឿងទេសចូលទៀតហើយដាក់ពងទីចូលបន្តិចទៅពងមាន់អីទៅវាចូលរសជាតិទៅឆ្ងាញ់បងប្អូនឲ្យហត់ទៅមានកម្លាំងមែនតើនេះពងមាន់ចាក់ឆុយចឹងបងប្អូនហើយយើងកូរទៅហើយអត់ទុកឲ្យយូរបងប្អូនអត់ទុកឲ្យយូរទេ
គោគ្រាន់តែនេះឲ្យខាប់ធ្វើឡើងបិទភ្លើងចាក់ចូលមីឆាយើងតែម្ដងបងប្អូនអូតែណងមែនតើនេះធ្វើឡើងខាងចិនបងប្អូនធ្លាប់ហូបម្ហូបចិនដឹងហើយព្រួយទឹកស៊ុបនឹងគឺអត់ចោលទេបងប្អូនទោះមិនក៏ត្រូវមានទឹកស៊ុបដែរទឹកស៊ុបទឹកស្រាយនេះបងប្អូនចាប់ដើមហើយអូតែណងមែនតើជាតិមែនតើចឹងបងប្អូនញ៉ាំជាមួយខ្ញុំទាំងអស់គ្នាបងប្អូនណានេះអូជាតិដល់បងប្អូនមានហ៊ុនជ្រូកមានមឹកមានគៀមានចំណុះខ្លាញ់អូជាតិបងប្អូនជាតិណាបងប្អូនហើយមើលហើយបងប្អូនអាចខមមិនជួយប្រាប់ខ្ញុំម្នាក់មួយមើលថាតំណងប៉ុន្មានបងប្អូនហើយលេបទាំងមាត់អត់ចឹងបងប្អូនណាដែលគាត់អាចមើលដល់ចំណុចនេះបងប្អូនជួយខមមិនប្រាប់ខ្ញុំម្នាក់មួយផងថាមើលទៅតំណងឆ្ងាញ់អត់បងប្អូនណាបើសិនជាតំណងឆ្ងាញ់ជួយខមមិនម្នាក់មួយផងបងប្អូនអញ្ចឹងបងប្អូនមកលេងខាងប្រទេសចិនព្យាយាមដើរលេងបានច្រើនទៅបងប្អូនកន្លែងផ្សារគេលក់របស់ប្លែកៗអីតំណងច្រើនមែនតើសម្រាប់បងប្អូនណាចូលចិត្តគ្រឿងហតផតអីគឺមកខាងប្រទេសចិនគឺត្រូវមែនតើបងប្អូនអើយនេះតំណងមែនតើអូសាច់គេហើយនឹងបកាមិញទឹកស៊ុបមិញហ្នឹងបងប្អូនណាតំណងមែនតើជាតិបងប្អូនណាហើយចាំមើលខ្ញុំដាក់តម្លៃឲ្យបងប្អូនមើលតិចទៀតនេះអានេះលក្ខណៈថាបើកម្លាំងបងប្អូនណាញ៉ាំហើយបើកម្លាំងមែនតើគឺតំណងមែនតើនេះអូជាតិសាច់ស្រស់ៗហ្មងអានេះមានបកាមានអីចឹងទៅតំណងបងប្អូនណាដាក់មួយម៉ាត់នេះមានតម្លៃបងប្អូនមើលតាមហ្នឹងចឹងវីដេអូមានប៉ុណ្ណឹងបងប្អូនអរគុណច្រើនជួយវីដេអូ